ធ្លាប់ឆ្ងល់អត់សមាជិកគ្រួសារមានច្រើនអ្នកតែហេតុអីខុសគេតែយើងម្នាក់ឯងនេះតកតងជាមួយនឹងចិត្តវិញ្ញាណដែរអាចនិយាយបានថាដោយសារតែយើងមិនមែនជាក្រុមគ្រួសារពិតប្រាកដរបស់ក្រុមគ្រួសារដែលយើងរស់នៅរាល់ថ្ងៃនឹងទេគេហៅថា soul connecting ឬមួយក៏អាចនិយាយបានថា spiritual នឹងឯងអញ្ចឹងហើយពេលខ្លះគ្រួសារដែលយើងបង្កើតឡើងឬមួយក៏ក្រុមគ្រួសារដែលបានបង្កើតយើងឡើងហ្នឹងគឺមិនមែនជាគ្រួសារដែលចេញពីខាងក្នុងនៅខាងចិត្តវិញ្ញាណមកទេគឺតែងតែមានភាពខុសគ្នាដែលយើងអាចសម្គាល់មើលបានទី1ការកាត់នឹងផ្នត់គំនិតគឺខុសគ្នា360ដឺក្រេទី2ទៀតយើងតែងតែកើតនៅក្នុងគ្រួសារមួយនឹងហើយត្រូវបានសមាជិកគ្រួសារទាំងអស់មិនសូវពេញចិត្តឬមួយក៏អាចនិយាយបានថាមើលយើងនៅក្នុងផ្លូវមួយដែលទៅគ្រប់ពេលហើយអីដែលសំខាន់ជាងនឹងទៅទៀតនោះដោយពាក្យគេនិយាយថា black sheep នៅក្នុង family អញ្ចឹងគឺលក្ខណៈបែបហ្នឹងឯង black sheep នៅក្នុង family ហ្នឹងគឺមានន័យថាយើងគឺជាកូនឬមួយក៏ជាសមាជិកដែលសំអប់របស់សមាជិកក្រុមគ្រួសារនឹងឯងអញ្ចឹងវាអត់មានអីចម្លែកទេពេលខ្លះអ្នកខ្លះតែងតែគិតឆ្ងល់ថាហេតុអីក៏កើតមកនៅក្នុងគ្រួសារតែមួយតែចិត្តគំនិតបែបជាខុសគ្នាទាំងស្រុង360ដឺក្រេតែម្ដងនោះហើយគឺមិនមែនយើងកំណើតយើងមកគឺខុសគេតែដោយសារតែក្រុមគ្រួសារមួយហ្នឹងមិនមែនជាក្រុមគ្រួសារដែលជា soul របស់យើងដែលពីដើមកំណើតពេលខ្លះនេះតកតងជាមួយនឹង spiritual ដែរបើសិនជាអ្នកដែលគាត់ធ្លាប់ដឹងរឿងហ្នឹងគឺគាត់នឹងយល់ច្បាស់ពីអ្វីដែលខ្ញុំចង់និយាយតែបើសិនជាគាត់អត់ដែលដឹងឬមួយក៏គាត់អត់ដែលស្វែងយល់ឬមួយក៏គាត់អត់ដែលជឿលើរឿងហ្នឹងសោះគាត់ប្រកាសជាថារឿងហ្នឹងគឺដូចជារឿងប្រឌិតអញ្ចឹងតែជាក់ស្ដែងវាមានពិតប្រាកដមែនអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចសម្គាល់មើលបានពេលខ្លះទោះបីជាក្រុមគ្រួសារមួយនឹងដើមកំណើតមកគឺបែបណាក៏ដោយមានន័យថាយើងមានបងប្អូនឧទាហរណ៍ថាយើងមានបងប្អូនរហូតដល់6 7នាក់តែខុសគេតែយើងម្នាក់ឯងការគិតការធ្វើអីចេញមកគឺខុសគេ360ដឺក្រេឬមួយក៏180ដឺក្រេតែម្ដងអត់អាចឈានចូលទៅដោយបងប្អូនសមាជិកគ្រួសារយើងបានទេហើយក្រុមគ្រួសារមួយហ្នឹងគឺតែងតែមើលមកយើងនៅក្នុងផ្លូវផ្សេងពេលខ្លះអាចនឹងគាត់គិតយើងនៅក្នុងផ្លូវអវិជ្ជមានទៀតក៏ថាបានដែរតែភាគរយនៃការកាត់អវិជ្ជមានគឺវាមានច្រើនមានន័យថាពេលខ្លះការកាត់របស់យើងគឺនៅក្នុងផ្លូវមួយដែលល្អត្រឹមត្រូវឯងតែគេមើលមកយើងមកគេអត់យល់ពីយើងក៏មិនអាចបន្ទោសពួកគាត់បានដែរដោយសារតែដូចនិយាយដដែលអញ្ចឹងដោយសារតែមិនមែនជាគ្រួសារដែលចេញពីសូលខាងក្នុងមកអញ្ចឹងពេលខ្លះការកាត់ចិត្តគំនិតគឺខ្វែងគ្នាមិនយល់ស្របគ្នាហើយក៏មិនយល់ពីអ្វីដែលយើងចង់ធ្វើហើយតែងតែគិតនៅក្នុងផ្លូវមួយផ្សេងដែលខុសពីយើងគិតអញ្ចឹងនេះគឺជាច្បាប់ធម្មជាតិហើយក៏ជាលក្ខណៈមួយដែលគេហៅថាក្រុមគ្រួសារ spiritual និងក្រុមគ្រួសារដែលគ្រាន់តែយើងដូចនិយាយភាសាអាក្រក់ស្ដាប់ទៅដូចគ្រាន់តែយើងខ្ចីក្រុមគ្រួសារ